កូនស្រីរបស់លោកឌីតាក់តេចោទប្រកាន់ប្រធានាធិបតីសប្ងៃនៃប្រទេសហ្វីលីពីនថាប៉ុនប៉ងលួចធ្វើឃាតគាត់មានគម្រោងលួចធ្វើឃាតគាត់ប៉ុន្តែមិនដឹងគម្រោងបែបណាទេគឺគាត់ថាមានឮតម្រុយព័ត៌មានសម្ងាត់មកថាគេចង់ធ្វើឃាតគាត់បាទសូមជម្រាបសួរបងប្អូនទាំងអស់គ្នាពីទីក្រុងឡុងបិចរដ្ឋកាលីហ្វ័រញ៉ាថ្ងៃនេះគឺថ្ងៃសៅរ៍នៅឯកាលីហ្វ័រញ៉ាម៉ោង 5 កន្លះល្ងាចថ្ងៃទី 15 ខែមីនាឆ្នាំ 2025 នៅឯប្រទេសកម្ពុជាគឺព្រឹកថ្ងៃអាទិត្យម៉ោង 7 កន្លះទៅហើយបងប្អូនត្រូវថ្ងៃទី 16 ខែមីនាឆ្នាំ 2025 ខ្ញុំបាទមុងណារ៉េតសូមជម្រាបជូនព័ត៌មានចុងក្រោយនិងថ្មីតាក់ទងនឹងការចាប់ខ្លួនអតីតប្រធានាធិបតីរបស់ប្រទេសហ្វីលីពីនគឺលោកឌីតាក់តេRodrigo Duterte ដែលត្រូវបានតុលាការ ICC គឺតុលាការព្រហ្មទណ្ឌអន្តរជាតិបានហៅឲ្យទៅឡើងបង្ហាញខ្លួនជាលើកទី1រួចទៅហើយកាលពីថ្ងៃទី14កន្លងទៅអញ្ចឹងបានន័យថានីតិវិធីនេះគឺបានប្រព្រឹត្តទៅចប់សពគ្រប់នៅពេលបង្ហាញខ្លួននិងចោទប្រកាន់ទៅហើយបងប្អូនជាច្រើនបានសួរសំណួរមកខ្ញុំថាតើការដែលគេចាប់ខ្លួនលោកឌីតាក់តេនៅឯប្រទេសហ្វីលីពីននេះគឺវាជាសារអ្វីខ្លះដល់មេដឹកនាំជាច្រើនជាពិសេសមេដឹកនាំផ្ដាច់ការនៅទូទាំងពិភពលោកហើយនេះគឺជាលើកទី1នៅក្នុងការដែលចាប់មេដឹកនាំផ្ដាច់ការមួយនៅប្រទេសហ្វីលីពីនដែលជាមេដឹកនាំផ្ដាច់ការនៅក្នុងតំបន់អាស៊ានផងនៅតំបន់អាស៊ីយើងផងដែលមិនធ្លាប់មានទេនៅមុខតុលាការព្រហ្មទណ្ឌអន្តរជាតិនេះហើយនេះមានន័យយ៉ាងម៉េចសម្រាប់មេដឹកនាំដូចជានៅប្រទេសថៃលោកថាក់ស៊ីនជាពិសេសដែលធ្លាប់សម្រាប់ដោយថាក្រោមការដឹកនាំរបស់គាត់នឹងមានប្រជាពលរដ្ឋមិនតិចជាង 2300 នាក់ទេដែលស្លាប់ក្រោមចំណាត់ការគេហៅថាសង្គ្រាមប្រយុទ្ធប្រឆាំងនឹងអំពើជួញដូរគ្រឿងញៀននោះហើយតើនៅប្រទេសកម្ពុជារូបភាពនេះមានន័យយ៉ាងដូចម្តេចដែរសម្រាប់ថ្នាក់ដឹកនាំប្រទេសកម្ពុជាតើវាស្រដៀងគ្នាឬក៏មានភាពពាក់ព័ន្ធគ្នាឬក៏នីតិវិធីនេះប្រហាក់ប្រហែលគ្នាប៉ុណ្ណានោះនេះគឺជាសំណួររបស់បងប្អូនដែលចោទសួរដើម្បីឲ្យខ្ញុំជួយបកស្រាយពន្យល់តើតលនីតិវិធីនេះផងហើយនឹងមានរឿងផ្លូវច្បាប់មួយចំនួនទៀតដែលខ្ញុំបានស្រាវជ្រាវឯកសារដើម្បីពន្យល់ជូនបងប្អូនមុននឹងផ្សាយបន្តទៀតនេះខ្ញុំសូមអធិស្ឋានផងបងប្អូនដោយសារតែមីក្តៅខ្លាំងចាំងថ្ងៃចូលកញ្ចក់វ៉ែនតាខ្ញុំតាមពិតកញ្ចក់វ៉ែនតានេះកញ្ចក់មញោបទេតែឲ្យតែត្រូវថ្ងៃក្តៅគឺវាចាំងជាកញ្ចក់ដូចរៃបាន់អញ្ចឹងដូចថាជាកញ្ចក់សម្រាប់ពាក់ទៅឆ្នេរសមុទ្រចឹងតាមពិតមិនមែនជាកញ្ចក់ខ្មៅទេគឺជាកញ្ចក់ដែលវាបដូរពណ៌ទៅតាមថ្ងៃតែប៉ុណ្ណោះតាមពិតគឺជាវ៉ែនតាមញោបើខ្ញុំដោះចេញខ្ញុំមិនអាចមើលមុខបងប្អូនឃើញឬក៏អានអក្សរដាច់ទេបងប្អូនបាទសូមអធិស្ឋានបាទជាបន្តទៅទៀតនេះគឺបងប្អូនបានជ្រាបទាំងអស់គ្នាហើយមិនមែនរឿងអីផ្លេចថ្មីទេគឺលោកឌីតាក់តេដែលជាអតីតប្រធានាធិបតីប្រទេសហ្វីលីពីនតើលោកឌីតាក់តេកាន់ការនៅប្រទេសហ្វីលីពីនពីឆ្នាំណាដល់ឆ្នាំណាបងប្អូនគាត់ធ្វើជាប្រធានាធិបតីនៅប្រទេសហ្វីលីពីនបាន6ឆ្នាំដែរគឺពីខែមិថុនាគឺថ្ងៃ30សំទោសថ្ងៃទី16ខែមិថុនាបាទគឺសំទោសម្ដងទៀតថ្ងៃទី30ខែមិថុនាឆ្នាំ2016ហើយផុតអាណត្តិនៅថ្ងៃទី30ខែមិថុនាឆ្នាំ2022បាទគឺទាំងអស់6ឆ្នាំបងប្អូនឥឡូវនេះសំណួរសួរថានៅពេលដែលគាត់កាន់ការជាប្រធានាធិបតីប្រទេសហ្វីលីពីនកាលពេលនោះគាត់បានប្រព្រឹត្តអីខុសឆ្គងទើបធ្វើឲ្យតុលាការព្រហ្មទណ្ឌអន្តរជាតិ ICC ទើបតែចាត់ការនៅពេលនេះហើយនាំខ្លួនគាត់ទៅដល់តុលាការ ICC ទៀតផងបានដឹកតាមយន្តហោះរបស់ប្រទេសហ្វីលីពីនយន្តហោះរបស់រដ្ឋគឺដឹកបញ្ជូនទៅដល់ទីក្រុងឡាអេរួចទៅហើយតាំងតែពីថ្ងៃទី10ទៅដល់តាំងថ្ងៃទី12មកម្លេះព្រោះគេចាប់គាត់នៅថ្ងៃទី11ហើយថ្ងៃទី12គឺបញ្ជូនគាត់ដល់ទីក្រុងឡាអេ12ខែមីនាហ្នឹងបងប្អូនបាទគឺប្រហែលថ្ងៃមុននេះឯងថ្មីហ្នឹងទេសំណួរក៏សួរទៀតថាតើគេអាចនឹងចាប់ខ្លួនលោកប្រធានាធិបតីអតីតប្រធានាធិបតីប្រទេសហ្វីលីពីននឹងយ៉ាងដូចម្តេចទៅបានបើតុលាការព្រហ្មទណ្ឌអន្តរជាតិ ICC នេះមានយុត្តាធិការឬដែនសមត្ថកិច្ចតែនៅក្នុងប្រទេសណាដែលជាសមាជិករបស់អង្គការនេះឬក៏តុលាការនេះតែប៉ុណ្ណោះហើយបងប្អូនប្រហែលជាបាននៅចាំទេកាលលោកឌូតាក់តេនៅជាប្រធានាធិបតីរបស់ប្រទេសហ្វីលីពីនគឺពីឆ្នាំ2016ដល់2022នោះគឺនៅពេលដែលបានប្រហែលឆ្នាំទេគឺនៅឆ្នាំ2019បាទគឺគាត់កាន់បានប្រហែលជា3ឆ្នាំគឺនៅថ្ងៃទី16នៅថ្ងៃទី16ខែ3ឆ្នាំ2019គឺគាត់បានដកខ្លួនចេញបានដកប្រទេសហ្វីលីពីនចេញពី
សមាជិកនៃតុលាការព្រំប្រទានអន្តរជាតិខ្ញុំជឿថាលោកឌុយតេកតេប្រហែលជាដឹងខ្លួនមុនហើយបានជាដកខ្លួនចេញពីសមាជិករបស់តុលាការព្រំប្រទានអន្តរជាតិក្រែងលោថាថ្ងៃក្រោយទៅកុំឲ្យគេចាប់គាត់បានឬក៏បទអក្រិតដែលគាត់ប្រព្រឹត្តអាចរួចខ្លួនអីអញ្ចឹងទៅព្រោះនៅពេលដែលដកខ្លួនចេញពីតុលាការព្រំប្រទានអន្តរជាតិនេះបានន័យថាតុលាការអស់មានដែនយុត្តាធិការឬសមត្ថកិច្ចនៅក្នុងការផ្ដន្ទាទោសគាត់ទៅហើយអញ្ចឹងបានន័យថាគាត់បានដកខ្លួនចេញពីតុលាការនិយាយទៅប្រទេសហ្វីលីពីននឹងចូលជាសមាជិករបស់អង្គការឬក៏ស្ថាប័នតុលាការព្រំប្រទានអន្តរជាតិនេះយូរក្រែលដែរទើបតែដកនៅឆ្នាំ2020 2019ហ្នឹងតើបងប្អូនគឺការដកនេះគឺដោយក្រោមការបញ្ជារបស់លោកឌុយតេកតេបាទក៏ប៉ុន្តែក្រោយមកគឺយើងវិលទៅក្រោយបន្តិចមិនក្រោយទេគឺកាលពីមុនហ្នឹងតើមានរឿងអីបានជាលោកឌុយតេកតេសម្រាប់ដកខ្លួនចេញពីតុលាការព្រំប្រទានអន្តរជាតិបងប្អូនដឹងហើយគាត់កាន់អំណាចពីថ្ងៃទី30ខែមិថុនាឆ្នាំ2016ក្រោយការកាន់អំណាចរបស់គាត់ជាប្រធានាធិបតីបែបផ្ដាច់ការហ្នឹងគឺគាត់បើកយុទ្ធនាការធំមួយតាមពិតយុទ្ធនាការហ្នឹងក៏មានការសាទរពីប្រជាជនហ្វីលីពីនមួយចំនួនដែលស្អប់ធុញទ្រាន់នឹងការជួញដូរគ្រឿងញៀនអក្រិតកម្មដែលកើតឡើងដោយការជួញដូរគ្រឿងញៀនដែរក៏ប៉ុន្តែយុទ្ធនាការរបស់គាត់ហ្នឹងគេហៅឈ្មោះថាសង្គ្រាមប្រឆាំងនឹងគ្រឿងញៀនហើយសង្គ្រាមនេះគឺអនុញ្ញាតឲ្យអាជ្ញាធរមានសមត្ថកិច្ចដែលជាមន្ត្រីប៉ូលីសអាចបាញ់សម្លាប់អ្នកដែលគេចោទថាជាជនជួញដូរគ្រឿងញៀនឬក៏អ្នកដែលពាក់ព័ន្ធនឹងគ្រឿងញៀនហ្នឹងឆៅតែម្ដងបាទការសម្លាប់នេះគឺសម្បើមមែនតើគឺមិនមានការជំនុំជម្រះកាត់ក្តីអីទាំងអស់គឺឲ្យតែសង្ស័យមុខសញ្ញាហ្នឹងគឺអាចសម្លាប់បានណាដែលធ្វើឲ្យការដែលសម្លាប់នេះគឺរហូតដល់ទៅមានមនុស្សប្រហែលជា6000នាក់ឯណោះបានស្លាប់អានេះបើតាមរបាយការណ៍របស់ប៉ូលីសហ្វីលីពីនក៏ប៉ុន្តែសម្រាប់អង្គការសិទ្ធិមនុស្សអន្តរជាតិគេរកឃើញថាមិនមែនមានតែប៉ុណ្្នឹងទេមានប្រហែលជា30000នាក់ឯណោះដែលស្លាប់ដោយសារតែការសម្លាប់រង្គាលរបស់ក្រុមរបស់លោកឌុយតេកតេក្រុមប៉ូលីសតាមពិតក្រុមហ្នឹងគឺគេមានបើតាមតុលាការព្រំប្រទានអន្តរជាតិរកឃើញគឺគាត់បង្កើតក្រុមមួយឈ្មោះថាក្រុមអត្តឃាតបាទក្រុមអត្តឃាតដែលក្រោមការគ្រប់គ្រងរបស់គាត់ក្រុមអត្តឃាតនេះគឺមានឥទ្ធិពលខ្លាំងណាស់នៅក្នុងអំណាចជារបៀបទាហានរបៀបជាប៉ូលីសណាហើយតាមការបញ្ជារបស់លោកឌុយតេកតេកាលហ្នឹងក៏អាចកម្ចាត់ឬក៏សម្លាប់ដែលជនដែលជាអក្រិតជនឬក៏អ្នកសង្ស័យរឿងជួញដូរអំពើគ្រឿងញៀនហ្នឹងបានយ៉ាងរង្គាលផងដែរអានេះគឺការគាត់ធ្វើគឺធ្វើបាននិយាយទៅគាត់ធ្វើបានជោគជ័យគឺក្នុងន័យថាការបង្ក្រាបយ៉ាងរង្គាលនេះក៏ប៉ុន្តែសម្រាប់សហគមន៍អន្តរជាតិអ្នកផ្នែកសិទ្ធិមនុស្សអីគេគិតថានេះគឺជាអំពើបល័យសំទោសអក្រិតកម្មប្រឆាំងមនុស្សជាតិហើយដូច្នេះហើយបានតុលាការព្រំប្រទានអន្តរជាតិចោទប្រកាន់លោកឌុយតេកតេនេះពីបទអក្រិតកម្មប្រឆាំងមនុស្សជាតិបាទអក្រិតកម្មប្រឆាំងមនុស្សជាតិនេះគឺជាធាតុផ្សំនៃបទល្មើសមួយនៅក្នុងតុលាការព្រំប្រទានអន្តរជាតិដែលអាចផ្ដន្ទាទោសជនដែលជាមេដឹកនាំនៃប្រទេសណាមួយដែលជាសមាជិករបស់តុលាការនេះឬក៏មិនជាសមាជិករបស់តុលាការនេះក៏ដោយឲ្យតែតុលាការចេញដីកាគឺបើសិនជាជននោះចូលទៅក្នុងដែនសមត្ថកិច្ចរបស់ប្រទេសដែលជាសមាជិករបស់តុលាការនេះគេអាចចាប់ខ្លួនបានអញ្ចឹងសរុបឲ្យសង្ខេបគឺតុលាការចោទប្រកាន់លោកឌុយតេកតេពី3បទល្មើសបងប្អូនគឺបទល្មើសប្រឆាំងមនុស្សជាតិតែនៅក្នុងក្របខ័ណ្ឌ3បទល្មើសហ្នឹងគឺទី1តកតងនឹងការសម្លាប់មនុស្សគឺមនុស្សឃាតទី2គឺតកតងនឹងការធ្វើទរណកម្មទី3គឺការរំលោភអញ្ចឹងបទចោទទាំង3នេះគឺមាននៅក្នុងការប្រព្រឹត្តរបស់លោកឌុយតេកតេកាលពីអំឡុងលោកនៅកាន់តំណែងជាប្រធានាធិបតីដែលបង្ក្រាបជនជួញដូរគ្រឿងញៀនហ្នឹងមានជនរងគ្រោះច្រើនមែនតើឥឡូវយើងនិយាយអំពីដីកានេះម្ដងទៀតតើការស៊ើបអង្កេតរបស់ ICC នេះតុលាការព្រំប្រទានអន្តរជាតិនេះគេចាប់ផ្ដើមធ្វើតាំងពីអង្កលបងប្អូនតាមពិតការស៊ើបអង្កេតនេះគឺគេចាប់ផ្ដើមធ្វើយូរក្រែលដល់ហើយគឺដោយសារតែដែលមានបទអក្រិតនឹងកើតឡើងតុលាការព្រំប្រទានអន្តរជាតិកាលពីពេលនោះក៏ចាប់ផ្ដើមរៀបចំឲ្យមានការស៊ើបអង្កេតតាំងតែពីឆ្នាំ2019មកម្លេះគឺដឹងរឿងហ្នឹងកើតឡើងអញ្ចឹងទៅក៏ឲ្យមានការស៊ើបអង្កេតក៏ប៉ុន្តែដោយសារតែលោកឌុយតេកតេដឹងថាតុលាការព្រំប្រទានអន្តរជាតិនឹងមានការស៊ើបអង្កេតគាត់ក៏ចាប់ផ្ដើមដូចថា
ដកខ្លួនចេញពីតុលាការព្រំទាន់អន្តរជាតិហ្នឹងទៅអញ្ចឹងការស៊ើបអង្កេតហ្នឹងក៏មានការប្រព្រឹត្តទៅជាហូរហែហើយក៏មានការផ្អាកមួយរយៈដែរដោយសារតែមានអន្តរាគមពីអ្នកដឹកនាំប្រទេសហ្វីលីពីនហ្នឹងសូមឲ្យផ្អាកមួយរយៈទើបតែចាប់ផ្ដើមស៊ើបអង្កេតទៀតនៅក្នុងឆ្នាំ2022ហើយក៏បានចេញដីកាដែលចេញទៅចាប់ខ្លួនលោកឌីតាក់តេនេះណាគឺជាដីកាសម្ងាត់បងប្អូនដីកានេះមិនបានខ្ចរខ្ចាយឲ្យសាធារណជនទូទៅដឹងទេហើយដីកានេះទើបតែចេញថ្ងៃទី7ខែមីនាឆ្នាំ2025នេះទេបានន័យថាចេញប្រហែលថ្ងៃគឺចេញមុនលោកឌីតាក់តេធ្វើដំណើរទៅប្រទេសទៅទីក្រុងហុងកុងតែ3ថ្ងៃទេព្រោះលោកទៅទីក្រុងហុងកុងនៅថ្ងៃទី9ខែមីនាឆ្នាំ2025ជាមួយនឹងកូនស្រីរបស់លោកហើយការដែលលោកឌីតាក់តេទៅហុងកុងហ្នឹងគឺអញ្ចេះតាមពិតលោកឌីតាក់តេក៏ស្មានដែរថានឹងមានដីកាចាប់ខ្លួនប៉ុន្តែដីកាហ្នឹងគឺសម្ងាត់គេមិនអោយអ្នកណាដឹងទេឲ្យតែអាជ្ញាធរនៃប្រទេសហ្វីលីពីនដឹងតែប៉ុណ្ណោះចាំត្រៀមចាប់ខ្លួនលោកឌីតាក់តេក៏ប៉ុន្តែលោកហាក់បីដូចជាដឹងមុនដោយសារអីនៅឯទីក្រុងហុងកុងដែលគាត់ទៅជួបជុំអ្នកគាំទ្រគណៈបករបស់កូនស្រីរបស់គាត់នោះបងប្អូនកូនស្រីរបស់លោកឌីតាក់តេសពថ្ងៃឈ្មោះនាងសារ៉ាឌីតាក់តេហ្នឹងគឺជាអនុប្រធានាធិបតីនៃប្រទេសហ្វីលីពីនបាទហើយការដែលកូនស្រីនិងឪពុករបស់នាងទៅឯទីក្រុងហុងកុងហ្នឹងដោយសារអីយើងបន្តិចទៀតនៅប្រទេសហ្វីលីពីនគេថាមួយអាណត្តិបោះឆ្នោតជាប្រធានាធិបតីនេះគេមានមួយអាណត្តិ6ឆ្នាំអញ្ចឹង3ឆ្នាំគេបោះឆ្នោតម្ដងគេហៅថាពាក់កណ្ដាលអាណត្តិអញ្ចឹងពួកគាត់ហ្នឹងទៅឃោសនារកសម្លេងឆ្នោតផងនៅហុងកុងហ្នឹងក៏មានជនជាតិហ្វីលីពីនជាច្រើនដែលទៅធ្វើការនៅទីនោះអញ្ចឹងឆ្លៀតឱកាសនោះពួកគាត់យកទីក្រុងហុងកុងដើម្បីយកទៅផ្សព្វផ្សាយឲ្យណាមួយលោកឌីតាក់តេក៏ធ្លាប់មានដូចថាភាពស្និទ្ធស្នាលជាមួយនឹងប្រទេសចិនអីខ្លះដែរដូច្នេះប្រហែលជាគាត់អាចទុកចិត្តថាទៅទីក្រុងហុងកុងគឺជាកន្លែងមួយសុខសុវត្ថិភាពដែរបែបប្រហែលជាមិនមានបញ្ហានៅក្នុងការចាប់ខ្លួនអីអញ្ចឹងហើយទី2អាចមកពីគាត់ជឿទុកចិត្តទៀតថាប្រទេសហ្វីលីពីនបានដកខ្លួនចេញពីតុលាការ ICC នេះតាំងតែពីឆ្នាំ2019មកម្ល៉េះដូច្នេះប្រហែលជាមិនមានអាជ្ញាធរតុលាការ ICC ណាអាចចាប់ខ្លួនគាត់បានទេតែក្នុងពេលនោះនៅថ្ងៃអាទិត្យទី9ខែមីនានៅទីក្រុងហុងកុងនោះលោកក៏បានប្រឡយពីអញ្ចេះទៅវិញលោកថាបើមានដីកាចាប់ខ្លួនលោកក៏លោកមិនដឹងធ្វើអីទេបដ ாய் ឲ្យគេចាប់តាមស្រួលទៅព្រោះធ្វើម៉េចបើជាប់គុកក៏ជាប់គុកទៅអានេះអ្វីដែលគាត់ឆ្លើយនៅពេលនោះហាក់បីដូចជាដឹងខ្លះដែរប៉ុន្តែជាការស្មានច្រើនជាងអញ្ចឹងដីកាចេញនៅថ្ងៃទី7ខែមីនាឆ្នាំ2025ជាដីកាសម្ងាត់ដើម្បីចាប់ខ្លួនគាត់ដីកានេះបានបញ្ជូនទៅឲ្យអាជ្ញាធររបស់រដ្ឋបាលប្រធានាធិបតីសពថ្ងៃនៃប្រទេសហ្វីលីពីនឈ្មោះថាលោក Ferdinand បង Marcos Junior បាទដែលជាកូនបង្កើតរបស់មេដឹកនាំផ្ដាច់ការសម័យនៅប្រទេសហ្វីលីពីនគឺលោក Ferdinand Marcos បងប្អូនប្រហែលជាធ្លាប់ស្គាល់លោក Ferdinand Marcos ហើយគាត់កាន់ការនៅប្រទេសហ្វីលីពីនជាមេដឹកនាំផ្ដាច់ការជាង20ឆ្នាំគឺ21ឆ្នាំឯណោះទម្រាំតែផុតរបស់ផ្ដាច់ការប៉ុន្តែឥឡូវនេះគឺបានកូនរបស់គាត់បានជាប់ឆ្នោតហើយការដែលជាប់ឆ្នោតនៅប្រទេសហ្វីលីពីននេះបងប្អូនគឺដោយសារតែលោកបងដែលជាកូនលោក Ferdinand Marcos ហ្នឹងគឺចូលរួមគ្នាជាមួយនឹងគណៈបកនយោបាយដែលជាដឹកនាំដោយកូនស្រីរបស់លោកឌីតាក់តេដើម្បីឃោសនាបោះឆ្នោតឲ្យមានប្រជាប្រិយគឺឈ្នះឆ្នោតភ្លុកទឹកភ្លុកដីក៏ប៉ុន្តែក្រោយមកក៏មានការឆ្លោះទាស់តែងគ្នាយ៉ាងច្រើនហើយខ្ញុំនឹងបញ្យល់អំពីហេតុអីបានជាឆ្លោះទាស់តែងគ្នាហើយបច្ច័យអីដែលធ្វើឲ្យគេអាចចាប់លោកឌីតាក់តេបានទាំងប្រទេសហ្វីលីពីនដកខ្លួនចេញពីតុលាការព្រំដែនអន្តរជាតិ ICC នេះទៅហើយបាទអញ្ចឹងនៅពេលដែលនៅបែកត្រឡប់ទៅហុងកុងវិញនៅពេលដែលគាត់ថ្លែងសារបែបនេះរួចហើយគឺគាត់វិលមកប្រទេសហ្វីលីពីនវិញនៅថ្ងៃទី11ខែមីនាឆ្នាំ2025ពេលនោះគឺតុលាការបានចេញដីការួចទៅហើយគឺចេញតាំងពី4ថ្ងៃមុនមកគឺថ្ងៃទី7ខែមីនាជាដីកាសម្ងាត់ជូនទៅឲ្យអាជ្ញាធររបស់ប្រទេសហ្វីលីពីនរួចទៅហើយនឹងសហការជាមួយនឹងប៉ូលីសអង់តាប៉ូលបាទគឺប៉ូលីសអន្តរជាតិដើម្បីសហការចាប់ខ្លួនលោកឌីតាក់តេនៅឯពលានយន្តហោះទីក្រុងម៉ានីលតែម្ដងអញ្ចឹងនៅពេលដែលលោកឌីតាក់តេនិងភរិយាត្រឡប់មកពីទីក្រុងហុងកុងមកដល់ទីក្រុងម៉ានីលពលានយន្តហោះមួយនៅទីក្រុងម៉ានីលប្រទេសហ្វីលីពីននេះក៏អាជ្ញាធរក៏បានចុះទៅចាប់ខ្លួនគាត់តែម្ដងការដែលចាប់ខ្លួននឹងក៏មានការបន្ទុះសារាយគ្នាយ៉ាងសម្បើម
ព្រោះលោកដូចតាក់ទេកាលនៅទីក្រុងហុងកុងបានថាបើគេចាប់ខ្លួនបដៅឲ្យគេចាប់តាមតាណាទៅគាត់មិនដឹងធ្វើយ៉ាងម៉េចក៏ប៉ុន្តែពេលចូលដល់ក្នុងប្រទេសស្រាប់តែគាត់ចាប់ផ្ដើមឬបំរាស់តតាំងគឺមិនព្រមចុះហត្ថលេខាមិនព្រមប្រគល់ខ្លួនគឺនិយាយទៅគឺបទូប្រទេសគ្នានៅតាំងសរសៃកដាក់គ្នារហូតដល់ទៅ12ម៉ោងទម្រាំតែអាជ្ញាធរប៉ូលីសអង្គតាប៉ូលសហការជាមួយនឹងប៉ូលីសហ្វីលីពីនហ្នឹងក៏បានចាប់ខ្លួនគាត់ដាក់ទៅលើយន្តហោះរបស់រដ្ឋហ្វីលីពីនហ្នឹងបញ្ជូនទៅកាន់ទីក្រុងឡាអេផ្ទាល់តែម្ដងនៅថ្ងៃទី11ហើយទៅដល់នោះគឺថ្ងៃទី12ខែមីនានោះទៅបាទហើយនៅក្នុងការដែលតតាំងគ្នាហ្នឹងគឺលោកដូចតាទេមិនព្រមសញ្ញេហើយមានគ្រូសាមានភរិយារបស់គាត់កូនស្រីរបស់គាត់ដែលជាអនុប្រធាននេះទៅប្តីហ្នឹងក៏នៅជាមួយមិត្តភ័ក្តិផងមានមេធាវីផងគឺឆ្លោះគ្នាតាំងសរសៃករហូតដល់តែភរិយារបស់លោកដូចតាទេហ្នឹងបានគប់ទូរស័ព្ទទៅប៉ះក្បាលមន្ត្រីប៉ូលីសនិងបែកក្បាលហើយអ្នកស្រីអនុប្រធាននេះទៅប្តីនឹងក៏ជេរបតិចផ្ដាសាមន្ត្រីសមត្ថកិច្ចនឹងយ៉ាងសម្បើមព្រោះអីក្រុមគ្រួសារទាំងរបស់លោកដូចតាក់ទេនឹងចោទអាជ្ញាធរហ្វីលីពីននឹងថារំលោភច្បាប់ហ្វីលីពីនលុះក្រោមអំណាចឥទ្ធិពលបរទេសព្រោះបានបញ្ជូនប្រជាពលរដ្ឋខ្លួនឯងដែលជាជនជាតិហ្វីលីពីនទៅឲ្យរដ្ឋបរទេសអីអញ្ចឹងហើយមេធាវីរបស់លោកដូចតាក់ទេចោទអាជ្ញាធរហ្វីលីពីនថាចាប់ជំរុតបាទគឺចាប់ជំរុតលោកដូចតាក់ទេនឹងស្រស់តែម្ដងរំលងនីតិវិធីអីឡាក់នឹងឡាក់ក៏ប៉ុន្តែលោកបងម៉ាកូសដែលជាប្រធានាធិបតីហ្វីលីពីនលោកអះអាងថាលោកធ្វើទៅតាមនីតិវិធីដែលជាកាតព្វកិច្ចរបស់ប្រទេសហ្វីលីពីនចំពោះអន្តរជាតិនិងចំពោះតុលាការព្រំដែនអន្តរជាតិផងក៏ប៉ុន្តែសួរថាតើនេះជាកាតព្វកិច្ចរបស់តុលាការព្រំដែនអន្តរជាតិឬក៏យ៉ាងម៉េចបើយើងដកខ្លួនចេញពីតុលាការព្រំដែនអន្តរជាតិទៅហើយតុលាការព្រំដែនអន្តរជាតិអះអាងនៅក្នុងដីការបស់ខ្លួនថាខ្លួននៅតែមានសមត្ថកិច្ចនិងយុត្តាធិការជាពិសេសដែនអំណាចនៅក្នុងការចាប់ខ្លួនលោកឌីតាក់ទេនិងចោទប្រកាន់និងយកទៅផ្ដន់ទាទោសបានដោយសំអាងទៅលើហេតុផលអញ្ចេះបងប្អូនការចោទប្រកាន់នៅក្នុងដីកានេះគឺតុលាការបាននិយាយថាបទល្មើសដែលគេស៊ើបអង្កេតគឺពាក់ព័ន្ធនឹងការដឹកនាំរបស់លោកឌីតាក់ទេពីថ្ងៃទី15ខែកញ្ញាឆ្នាំ2000សំទោសថ្ងៃទី11ខែកញ្ញាឆ្នាំ2011ដល់ថ្ងៃទី16ខែមីនាឆ្នាំ2019បងប្អូនដឹងហើយថ្ងៃបានន័យថាពេលដែលថ្ងៃទី17ខែមីនាឆ្នាំ2019គឺប្រទេសហ្វីលីពីនបានដកខ្លួនចេញពីតុលាការព្រំដែនអន្តរជាតិអញ្ចឹងបទល្មើសដែលគេស៊ើបអង្កេតគឺស៊ើបអង្កេតតែពីថ្ងៃទី11សំទោសថ្ងៃទី11ខែមករាឆ្នាំ2011ដល់ថ្ងៃទី16ខែមីនាឆ្នាំ2019តែប៉ុណ្ណោះអញ្ចឹងបានន័យថាតុលាការ ICC នៅតែគិតថាគេនៅតែមានយុត្តាធិការមានដែនសមត្ថកិច្ចនៅក្នុងការស៊ើបអង្កេតបទល្មើសតាក់ទងនឹងការប្រព្រឹត្តរបស់លោកឌីតាក់ទេហើយពេលដែលដកខ្លួនចេញពីតុលាការព្រំដែនអន្តរជាតិក៏ដោយតែបទល្មើសដែលប្រព្រឹត្តនោះកាលនោះគឺប្រទេសហ្វីលីពីនកំពុងតែស្ថិតនៅជាសមាជិករបស់តុលាការព្រំដែនអន្តរជាតិនៅឡើយទេព្រោះបទល្មើសដែលគេស៊ើបអង្កេតហ្នឹងគឺនៅចន្លោះឆ្នាំដែលប្រទេសហ្វីលីពីនកំពុងតែស្ថិតនៅជាប្រទេសដែលជាសមាជិករបស់តុលាការព្រំដែនអន្តរជាតិនៅឡើយទើបដកខ្លួនថ្ងៃទី17ខែមីនាឆ្នាំ2019ទៅហើយអញ្ចឹងបទល្មើសដែលគេស៊ើបអង្កេតនេះគឺស៊ើបអង្កេតមុនមួយថ្ងៃនៃការផុតសុពលភាពនៃភាពជាសមាជិករបស់តុលាការព្រំដែនអន្តរជាតិដូច្នេះគេស៊ើបអង្កេតហ្នឹងក៏កំណត់ច្បាស់លាស់ពីរឿងបទល្មើសក្នុងរយៈពេលនោះដែរដូច្នេះតុលាការគេអះអាងថាគេនៅតែមានយុត្តាធិការដែនសមត្ថកិច្ចនៅក្នុងការផ្ដន់ទាទោសលោកឌីតាក់ទេហេតុផលនេះហើយដែលធ្វើឲ្យគេអាចចេញដីកាចាប់លោកឌីតាក់ទេបានហើយក៏សហការជាមួយនឹងអាជ្ញាធរប្រទេសហ្វីលីពីនដើម្បីសហការជាមួយនឹងប៉ូលីសអង្គតាប៉ូលចាប់គាត់យកមកផ្ដន់ទាទោសតាមច្បាប់នោះឥឡូវយើងងាកទៅមើលពីនីតិវិធីវិញជាការពិតប្រទេសហ្វីលីពីនមកនេះមិនមែនជាសមាជិករបស់តុលាការព្រំដែនអន្តរជាតិទេតើហេតុអីបានជាអាជ្ញាធររបស់ប្រទេសហ្វីលីពីនសហការជាមួយប៉ូលីសអង្គតាប៉ូលចាប់បញ្ជូនខ្លួនលោកឌីតាក់ទេទៅឯតុលាការព្រំដែនអន្តរជាតិរឿងនេះបើកុំតែមានចំនួនផ្ទៃក្នុងរវាងមេដឹកនាំផ្ដាច់ការហើយនិងមេដឹកនាំផ្ដាច់ការរបស់ហ្វីលីពីនសប្តាហ៍បានន័យថាកូនរបស់មេដឹកនាំផ្ដាច់ការលោកឌីតាក់ទេដែលជាអនុប្រធានាធិបតីហើយនិងប្រធានាធិបតីរបស់ហ្វីលីពីនសប្តាហ៍លោកបងម៉ាកូសនេះកុំអីក៏មិនមានរឿងនេះកើតឡើងដែរបើពួកគាត់ត្រូវគ្នាខ្វះកិច្ចសហការតុលាការព្រំដែនអន្តរជាតិមិនអាចចាប់លោកឌីតាក់ទេបានទេព្រោះអត់មានកិច្ចសហការពីអាជ្ញាធរមូលដ្ឋាននៅពេលនេះម្ចាស់ស្រុកសហការទោះខ្លួនមិនមែនជាសមាជិករបស់ ICC តទៅទៀតតែខ្លួនព្រមសហការដើម្បីអាចជាការធ្វើបាបគូបដិបកផ្នែកនយោបាយដែរព្រោះបងប្អូនដឹងហេតុអីបានជាពីរនាក់នេះឆ្លោះគ្នាតកូលពីរនាក់នេះឆ្លោះគ្នា
បែកផ្សែងបងប្អូនកាលពីមុនបោះឆ្នោតឆ្នាំ2022ត្រូវគ្នាលោកលឿនសតេរត្រីទឹកខ្មុំបោះឆ្នោតជាប់ហើយមួយខ្លាយជាប្រធានាធិបតីមួយខ្លាយជាអនុប្រធានាធិបតីគឺកូនស្រីលោកឌីតាក់តេនេះអ្នកស្រីសារ៉ាឌីតាក់តេនេះឆ្លោះគ្នាបែកផ្សែងរហូតដល់ផ្អើលដល់ពិភពលោកឯនោះបងប្អូនដោយសារអីកូនស្រីរបស់លោកឌីតាក់តេចោទប្រកាន់ប្រធានាធិបតីសប្ងៃនៃប្រទេសហ្វីលីពីនថាប៉ុនប៉ងលួចធ្វើឃាតគាត់មានគម្រោងលួចធ្វើឃាតគាត់ប៉ុន្តែមិនដឹងគម្រោងបែបណាទេគឺគាត់ថាមានលឺតម្រុយព័ត៌មានសម្ងាត់មកថាគេចង់ធ្វើឃាតគាត់ចឹងអ្នកស្រីដោយសារតែលឺបែបហ្នឹងគាត់ក៏ចាប់ផ្ដើមប្រឡយពាក្យនេះជាសាធារណៈនៅលើវេទិកាសាធារណៈគឺថាគាត់បានជួលឃាតករដៃដល់ដែលស៊ីឈ្មោះសម្រាប់រួចទៅហើយចាំសម្រាប់ប្រធានាធិបតីសប្ងៃលោកបងម៉ាកូសនេះតែម្ដងគាត់និយាយនៅតាមប្រព័ន្ធផ្សព្វផ្សាយតែម្ដងណាដែលព្រមានថាបើគាត់ស្លាប់លោកបងហ្នឹងក៏ស្លាប់ដែរអញ្ចឹងយើងឃើញទំនាស់នេះគឺវាឆ្លោះគ្នាស្រួចស្រាលហើយទំនាស់មែនតើកើតឡើងមកពីអញ្ចេះទេបងប្អូនបើតាមការស្រាវជ្រាវរបស់ខ្ញុំគឺខាងឌីតាក់តេគឺកូនស្រីគាត់នឹងចោទប្រកាន់ប្រធានាធិបតីហ្វីលីពីនសប្ងៃហ្នឹងថាប្រព្រឹត្តអំពើពុករលួយថាជារដ្ឋាភិបាលអសមត្ថភាពថាធ្វើបាបធ្វើទុកបុកម្នេញខ្សែដូចតាក់តេអីអញ្ចឹងទៅអត់ស្រាកស្រានអញ្ចឹងការចោទប្រកាន់គ្នានេះគឺរហូតតទៅគម្រាមសម្រាប់ហើយអ្នកវិភាគក៏គិតថានេះអាចជាការសងសឹករបស់លោកបងម៉ាកូសដែលជាប្រធានាធិបតីហ្វីលីពីនដែរដែលជាការមួយសហការជាមួយប៉ូលីសអង់តាកុលដើម្បីចាប់លោកឌីតាក់តេដែលជាឪពុករបស់អនុប្រធានាធិបតីប្រទេសហ្វីលីពីនហ្នឹងតាមពិតចំនួនរវាងគណៈបកទាំងពីរសំទោសគ្រួសារទាំងពីរគ្រួសារផ្ដាច់ការទាំងពីរនេះគឺកើតឡើងតាំងពីគោលចំហនយោបាយតាក់ទងនឹងរឿងសមុទ្រចិនដែរម្លេះសមុទ្រចិនខាងត្បូងហ្នឹងក៏ពីរនាក់ហ្នឹងគឺមានការខ្វែងគ្នាច្រើនដែរអញ្ចឹងរឿងក៏មានច្រើនទៀតតែយ៉ាងណាការដែលចាប់លោកឌីតាក់តេបាននេះគឺដោយសារតែមានចំនួនផ្ទៃក្នុងរវាងលោកឌីតាក់តេគ្រួសារលោកឌីតាក់តេជាមួយនឹងគ្រួសាររបស់ប្រធានាធិបតីហ្វីលីពីនលោកFerdinand បងMarcos Junior សប្ងៃនោះឯងបើកុំអីនោះក៏មិនមានលទ្ធភាពនៅក្នុងការចាប់លោកឌីតាក់តេបានដែរព្រោះអីលោកឌីតាក់តេនេះបើអស់ពីអំណាចក៏ដោយក៏ឥទ្ធិពលរបស់គាត់នៅក្នុងប្រទេសហ្វីលីពីននេះគឺសម្បើមណាស់បងប្អូនចាំថាលោកដូចតាក់តេកាលពីដើមឡើយធ្លាប់ធ្វើជាអភិបាលក្រុងមួយឈ្មោះថាក្រុងដាវ៉ាវនៅឯប្រទេសហ្វីលីពីននៅក្រុងដាវ៉ាវហ្នឹងគាត់បង្កើតក្រុមក្មេងឡាំបាដាគេហៅក្មេងឡាំបាដាដែលក្រោយមកក្រុមនេះคล้ายទៅជាគេហៅថាក្រុមពិឃាតបាទគឺសាហាវសម្រាប់ឆៅតែម្ដងហើយក្រុមពិឃាតហ្នឹងឯងស្ថិតនៅក្រោមការគ្រប់គ្រងរបស់លោកឌីតាក់តេដែលធ្វើឲ្យរឿងសម្រាប់អ្នកដែលសង្ស័យជួញដូរគ្រឿងញៀននេះបានកើតឡើងយ៉ាងរង្គាលហើយតុលាការព្រំប្រទានអន្តរជាតិរកឃើញទៀតថាការសម្លាប់នេះគឺជាការវាយប្រហារទៅលើប្រជាពលរដ្ឋស៊ីវិលជាលក្ខណៈប្រព័ន្ធហើយនៅទូទាំងប្រទេសហ្វីលីពីនតែម្ដងដោយសារធាតុផ្សំនេះឯងដែលធ្វើឲ្យតុលាការមានហេតុផលចោទប្រកាន់ពួកគាត់ពីបទអក្រិតកម្មប្រឆាំងមនុស្សជាតិនោះបាទឥឡូវលោកឌីតាក់តេបានបង្ហាញខ្លួនលើកដំបូងរួចទៅហើយតុលាការបានកំណត់យកថ្ងៃទី28ខែកញ្ញាឆ្នាំ2025ខាងមុខនេះគឺជាថ្ងៃធ្វើសវនាការបឋមមុននឹងសម្រេចថាតើមានភស្តុតាងគ្រប់គ្រាន់ដើម្បីបញ្ជូនគាត់ទៅជំនុំជម្រះបន្តនៅតុលាការឬក៏យ៉ាងណាហើយបើក្រោយមកទៀតបើមានការជំនុំជម្រះបើតុលាការរកឃើញថាគាត់មានទោសគាត់អាចជាប់ពន្ធនាគាររហូតដល់អស់មួយជីវិតបាទនេះគឺខ្ញុំសង្ខេបពីរឿងរ៉ាវដែលកើតឡើងនៅការចាប់ខ្លួនលោកឌីតាក់តេត្រឹមប៉ុណ្ណេះឥឡូវនេះខ្ញុំសូមជម្រាបជូនបងប្អូនអំពីថាតើរឿងនេះវាពាក់ព័ន្ធអីខ្លះនៅប្រទេសកម្ពុជាហើយពាក់ព័ន្ធអីខ្លះនៅប្រទេសថៃឬក៏ប្រទេសនៅក្នុងតំបន់តាមពិតខ្ញុំរឿងពាក់ព័ន្ធនៅប្រទេសកម្ពុជាឬមិនពាក់ព័ន្ធនេះគឺដោយសារតែយើងឃើញសាររបស់អតីតប្រធានាយករដ្ឋមន្ត្រីខ្មែរលោកហ៊ុនសែនទេដែលលោកប្រមាណថ្ងៃហ្នឹងលោកមិនទទួលទានដំណេកលោកស្កប់សោះគឺលោកមានប្រតិកម្មយ៉ាងសម្បើមទៅរឿងការចាប់ខ្លួនលោកឌីតាក់តេហ្នឹងគឺទៅវាយប្រហារអ្នកដែលរិះគន់ឬក៏អ្នកខ្លះឬសាររបស់លោកថាមានគេសួរគាត់ថាតើអង្កលបានដល់វេនគាត់អីអញ្ចឹងគឺគាត់ខឹងមែនតើខ្ញុំថាក្នុងនាមជាមេដឹកនាំហើយឃើញមានគេចាប់មេដឹកនាំអតីតមេដឹកនាំនៅប្រទេសដទៃបើលោកហ៊ុនសែនក៏អាចនឹងមានការអាចខឹងសម្បាអញ្ចឹងបានដែរព្រោះធម្មតាការចាប់យកទៅដាក់នៅតុលាការព្រំប្រទានអន្តរជាតិមិនមែនជារឿងលេងសើចទេបងប្អូនគឺមិនមានពេលវិលមកវិញទេគឺនឹងនៅជាប់គុកនៅទីនោះអស់មួយជីវិតទៅហើយរឿងនេះគឺជារឿងដែលធ្វើឲ្យមេដឹកនាំផ្ដាច់ការបាក់ស្បាតគ្រប់គ្នា
ហើយក្នុងនោះគឺនៅពេលដែលមានសារបែបហ្នឹងយើងនាំគ្នាទៅនិយាយនៅក្នុងប្រព័ន្ធផ្សព្វផ្សាយធ្វើឲ្យលោកនាយរដ្ឋមន្ត្រីខ្វះសេចក្តីសុខផ្លូវចិត្តដូច្នេះលោកឡើងមកតតាំងក្តីហ្នឹងតាមប្រព័ន្ធ Facebook តាមប្រព័ន្ធទូរទស្សន៍អីហ្នឹងវាបហាអ្នកដែលថាអង្កលបណ្ដាលវេនគាត់អីចឹងខ្ញុំថាប្រតិកម្មរបស់លោកនាយរដ្ឋមន្ត្រីហ៊ុនសែនដែលសប្តាហ៍ថ្ងៃជាប្រធានរដ្ឋសភាមិនជាខុសឆ្គងអីទេនៅក្នុងការភ័យបារម្ភឬក៏ខឹងសម្បាប៉ុន្តែបើចំពោះខ្ញុំវិញគិតថាប្រតិកម្មបែបនេះវាជាការខាតប្រយោជន៍ដែរខាតប្រយោជន៍ត្រង់ថាអីបើសិនជាមេដឹកនាំជាអ្នកដឹកនាំដែលត្រឹមត្រូវថ្លៃថ្នូរល្អដែលមិនមានប្រព្រឹត្តកំហុសអីចង់អ្នកណាថាអីចង់អ្នកណានិយាយអីពីរឿងយើងប្រព្រឹត្តអីគឺជារឿងរបស់គេមានអីរឿងតឡាការព្រំតនអន្តរជាតិគឺជាការសម្រេចរបស់គេហេតុអីបានជាមេដឹកនាំបែរទៅជាទុំម្នេញរឿងនេះធ្វើឲ្យខ្ញុំនឹកឃើញដល់សុភាសិតខ្មែរដែលគេនិយាយថាគោដំបៅខ្នងក្អែកហារំលងរំសាយកតុយជួនកាលហាក់បីដូចជាគិតថាខ្លួនឯងជាមនុស្សមានខ្លួនទៅវិញណាដែលធ្វើឲ្យមនុស្សទូទៅអាចនឹងមានមន្ទិលឬក៏អាចសង្ស័យថាចុះអតីតលោកនាយរដ្ឋមន្ត្រីខ្មែរហើយបានជាលោកនៅមិនសុខមិនសាប់មកប្រតិកម្មជាមួយក្មេងដែលបញ្ចេញមតិនៅ Facebook ហ្នឹងពីរឿងតកតងនឹងការចាប់ខ្លួនរបស់លោកឌីតាក់ទេរឿងកិច្ចការប្រទេសជាតិមកកណោក៏ដឹកហ្នឹងលោកគួរតែចំណាយពេលវេលានឹងរវល់ច្រើនជាងចាំបាច់អីទៅខ្វល់រឿងហ្នឹងហេតុអីបានជាភ័យឬក៏បារម្ភឬក៏យ៉ាងម៉េចឬក៏ហេតុអីច្បាច់ចេញសារគម្រាមចាប់មនុស្សអីតទៅទៀតទៅហើយដោយសារតែរឿងគេចាប់លោកឌីតាក់ទេរឿងនេះធ្វើឲ្យខ្ញុំនឹកឃើញរឿងមួយបងប្អូនប្រហែលជាបងប្អូនក៏នៅចាំដែរគឺប្រទេសកម្ពុជានេះគឺមានមេធាវីអន្តរជាតិមួយជនជាតិអង់គ្លេសគឺលោក Richard Rogers គាត់ធ្លាប់ធ្វើជាមេធាវីការពារក្តីមួយរូបនៅសាលាក្តីខ្មែរក្រហមដែរលោក Richard Rogers ហើយនឹងអង្គការសង្គមស៊ីវិលផ្នែកសិទ្ធិមនុស្សអន្តរជាតិបានរួមគ្នាដាក់ពាក្យបាទគឺជាសេចក្តីដូចថាដូចជាបណ្ដឹងអញ្ចឹងណាមកតុលាការព្រហ្មទណ្ឌអន្តរជាតិនេះកាលពីឆ្នាំ2014បងប្អូនកាលពីឆ្នាំ2014ហ្នឹងគឺដាក់ពាក្យហ្នឹងដើម្បីឲ្យតុលាការព្រហ្មទណ្ឌអន្តរជាតិស៊ើបអង្កេតបទល្មើសជាប្រព័ន្ធដែលកើតឡើងក្នុងការរំលោភដីធ្លីរបស់ប្រជាពលរដ្ឋរាប់ម៉ឺនអ្នកទូទាំងប្រទេសកម្ពុជាដែលធ្វើឲ្យប៉ះពាល់ដល់សេចក្តីសុខផ្សេងផ្សារបស់ប្រជាពលរដ្ឋមានចាប់ដាក់គុកមានបាញ់សម្លាប់ប្រជាពលរដ្ឋទៀតផងហើយបាត់ល្មើសនេះវាកើតឡើងយ៉ាងកក្រើកហើយកាលនោះគឺតាំងនាមឲ្យមេធាវីតំណាងឲ្យជនរងគ្រោះនៅប្រទេសកម្ពុជាហ្នឹងលោក Richard Rogers បានដាក់ពាក្យហ្នឹងកាលពី2014ក្រោយមកគឺមានឆ្នាំ2015ក៏មានដាក់ឯកសារបន្ថែមតកតនឹងផលប៉ះពាល់ដល់ការដែលរំលោភដីធ្លីនឹងតទៅទៀតពីក្រមអ្នកមានអំណាចអុកញ៉ាមហាមន្ត្រីនិងអ្នកនៅជួរក្នុងរដ្ឋាភិបាលអីអញ្ចឹងមុខតុលាការព្រហ្មទណ្ឌអន្តរជាតិនឹងបន្ថែមទៀតអីអញ្ចឹងបងប្អូនយើងមិនទាន់ឃើញចំណាត់ការយ៉ាងណាទេ2016គឺលោក Richard Rogers ដដែលដាក់ពាក្យបន្ថែមទៀតផតាំងបន្ថែមទៀតស្ដីអំពីការសម្លាប់ក្រៅប្រព័ន្ធដោយទាំងគិតកម្មទៅលើលោកបណ្ឌិតកែមលីផងគឺខែវិច្ឆិកាឆ្នាំ2016គាត់ដាក់ពាក្យហ្នឹងគឺប្រហែលជា3ខែក្រោយ2ខែ3ខែក្រោយការសម្លាប់លោកបណ្ឌិតកែមលីទាំងកណ្ដាលថ្ងៃត្រង់នោះបងប្អូនអញ្ចឹងរឿងនេះគឺតុលាការព្រហ្មទណ្ឌអន្តរជាតិចង់មិនចង់នៅមានសំណុំរឿងដែលដាក់ដោយមេធាវីលោក Richard Rogers ហ្នឹងតំណាងឲ្យជនរងគ្រោះនៅប្រទេសកម្ពុជាហ្នឹងនៅឯមុខតុលាការហ្នឹងនៅឡើយទេចំណាត់ការយ៉ាងណាសំណុំរឿងហ្នឹងគឺបិទឬមិនបិទគឺមិនមានការប្រកាសដូច្នេះទេដូច្នេះអ្វីដែលកើតឡើងនៅប្រទេសកម្ពុជានេះក៏មាននៅមុខតុលាការព្រហ្មទណ្ឌអន្តរជាតិដែរហើយអ្វីដែលធ្វើឲ្យមានដឹកនាំខ្មែរអាចមានការភ័យព្រួយគឺរឿងមួយទៀតបងប្អូនដោយសារតែប្រទេសកម្ពុជាគឺជាសមាជិករបស់តុលាការព្រហ្មទណ្ឌអន្តរជាតិកន្លែងនេះខ្ញុំឲ្យតម្លៃទៅលើប្រទេសកម្ពុជាយើងថាខាញ់រ៉ែងគ្រាន់បើព្រោះអីនៅប្រទេសអាស៊ានច្រើនណាស់ដែលមិនមែនជាសមាជិករបស់តុលាការព្រហ្មទណ្ឌអន្តរជាតិខ្ញុំជម្រាបថាប្រទេសណាខ្លះក៏ប៉ុន្តែប្រទេសកម្ពុជាគឺជាសមាជិករបស់តុលាការព្រហ្មទណ្ឌអន្តរជាតិយើងចូល23ឆ្នាំហើយបងប្អូនតាំងពីឆ្នាំ2002ម្លេះខែមេសាឥឡូវមកដល់នេះគឺ23ឆ្នាំហើយដែលយើងជាសមាជិករបស់តុលាការព្រហ្មទណ្ឌអន្តរជាតិដូច្នេះយើងមានភាពខាញ់រ៉ែងគ្រាន់បើប៉ុន្តែនៅក្នុងនេះគឺបានន័យថាយើងជាប់កាតព្វកិច្ចនៅក្នុងការអនុវត្តដីការបស់តុលាការព្រហ្មទណ្ឌអន្តរជាតិបើសិនជាគេចេញដីកាអីមួយនៅក្នុងការចាត់ប្រកាន់មេដឹកនាំរបស់ប្រទេសកម្ពុជាណាមួយទៅតាមបទចោទឬក៏ទៅតាមពាក្យបណ្ដឹងដែលមានដាក់ដោយលោកមេធាវី Richard Rogers កន្លងមកពី3បណ្ដឹងទៅហើយនោះអញ្ចឹងរឿងនេះគឺវារឿងកុកនឹងជុងទៀតហើយបងប្អូនបានន័យថាជុង
mình ai phịch cọp tê để ai phịch trùng pro việc bản đăng nó ăn ban đọ mà vinh tế cứ viên nơi một tờ lá ca nâng là hốt hay mình phật ở nhà dù cao rồi dạ cao cầm nọt nào tê chẳng hai bà hai chưa ai đại sa praka ni ai đại thưa ai nè đây này pa pol nâng tây tạ này làm tây khai nâng thôi lục miền ca khang sầm bá miền sực đây sọc son thể phiệt plei chật luôn ai đại sa tai riêng bản đăng tầng óc luôn bà tại rằng ná dương cả trăm mớiได้ท่าตากัมพูชีอาเซียนโดยประเทศฟิลิปปินส์เต้นក្នុងការដកខ្លួនចេញពីតុលាការព្រំប្រទានអន្តរជាតិនេះបើសិនជាមេដឹកនាំកម្ពុជាខ្លាចមានការចេញដីកាអីអញ្ចឹងអាចដកខ្លួនបានតែមិនមាននរណាខាត់ហាមអីទេប៉ុន្តែយើងចាំមើលតទៅទៀតតើនឹងមានរឿងនេះកើតឡើងឬក៏យ៉ាងណាប៉ុន្តែខ្ញុំជឿថាប្រទេសកម្ពុជានឹងមានភាពក្លាហានគ្រប់គ្រាន់នៅក្នុងការបន្តជាសមាជិករបស់តុលាការព្រំប្រទានអន្តរជាតិជាជាងការដកខ្លួនឥឡូវយើងងាកមកប្រទេសថៃវិញតើថៃកាលជំនាន់លោកថាក់ស៊ីនបងប្អូនមានចាំទេគាត់មានអយុធនាការមួយយ៉ាងសម្បើមដែលសម្រាប់ប្រជាពលរដ្ឋថៃដែលថាយុទ្ធនាការគ្រឿងញៀនហ្នឹងរហូតដល់ទៅ2300នាក់បងប្អូនលោកថាក់ស៊ីនកាន់ការតាំងពីឆ្នាំ2003កាលហ្នឹងតែប្រមាណខែនៅក្នុងការកាន់ការនឹងជានាយករដ្ឋមន្ត្រីគឺគាត់បើកយុទ្ធនាការសម្លាប់មនុស្សយ៉ាងរង្គាលដែលអង្គការសិទ្ធិមនុស្សអន្តរជាតិ Human Rights Watch និងអង្គការលើកលែងទោសអន្តរជាតិអីហ្នឹងនាំគ្នាចងក្រងសំណុំរឿងហ្នឹងរហូតដល់ស្នើឲ្យគេស៊ើបអង្កេតករណីមនុស្សឃាតឬក៏ថាសម្រាប់មនុស្សយ៉ាងរង្គាលបាត់ល្មើសប្រឆាំងមនុស្សជាតិឲ្យតុលាការព្រំប្រទានអន្តរជាតិហ្នឹងពិនិត្យមើលផងដែរចឹងបានគាត់ថាមិនទាន់មានពាក្យបណ្ដឹងបែបហ្នឹងដោយអ្វីដែល Richard Rogers លោកដាក់តាក់ទងរឿងកម្ពុជាទេក៏ប៉ុន្តែរឿងថៃនិងខ្មែរវាខុសគ្នាអញ្ចេះបងប្អូនថៃមិនមែនជាសមាជិករបស់តុលាការព្រំប្រទានអន្តរជាតិទេអញ្ចឹងហើយបានតែថាឃើញមានហោហាយជជែកអីពីរឿងហ្នឹងតែពេលអ្នកណាឡើងមកមិនពេញចិត្តនឹងលោកថាក់ស៊ីនគេចាប់ផ្ដើមលើកពីរឿងតុលាការព្រំប្រទានអន្តរជាតិហ្នឹងដើម្បីលងបន្លាចលោកថាក់ស៊ីននឹងពីរឿងសម្លាប់មនុស្សអស់2300នាក់អីអញ្ចឹងទៅក៏ប៉ុន្តែខាងអ្នកខ្សែលោកថាក់ស៊ីនក៏នៅតែអាងដែរថាខ្លួនប្រទេសថៃមិនមែនជាសមាជិករបស់តុលាការព្រំប្រទានអន្តរជាតិដូច្នេះមិនមានរឿងអីដែលត្រូវខ្វល់ដែលថាតុលាការហ្នឹងអាចចេញដីកាអីកើតទេព្រោះមិនមែនជាសមាជិកអីអញ្ចឹងមកដល់ម៉ោងនេះប្រទេសថៃនៅតែមិនព្រមទទួលចូលជាសមាជិករបស់តុលាការព្រំប្រទានអន្តរជាតិនៅឡើយទេបងប្អូនហើយនៅប្រទេសនៅអាស៊ានយើងហ្នឹងមិនមែនតែថៃទេដែលមិនមែនជាសមាជិកទេបងប្អូនយើងមើលឥឡូវហ្វីលីពីនដកខ្លួនបាត់តាំងពីឆ្នាំ2019ប្រទេសឡាវក៏មិនមែនជាសមាជិកប្រទេសវៀតណាមក៏មិនមែនជាសមាជិកម៉ាឡេក៏មិនមែនជាសមាជិកភូមាក៏មិនមែនជាសមាជិកវៀតណាមក៏មិនមែនជាសមាជិកសិង្ហបុរីក៏មិនមែនជាសមាជិកចឹងប្រទេសអាស៊ានយើងច្រើនដែលមិនមែនជាសមាជិករបស់តុលាការព្រំប្រទានអន្តរជាតិចឹងសរសើរប្រទេសកម្ពុជាដែលជាសមាជិករបស់តុលាការនេះបាទតើរឿងថៃនេះនឹងធ្វើឲ្យគេអាចនឹងស៊ើបអង្កេតឬក៏យ៉ាងម៉េចខ្ញុំជឿថាទាល់តែថៃចាប់ផ្ដើមទទួលស្គាល់តែខ្លួនជាសមាជិករបស់តុលាការព្រំប្រទានអន្តរជាតិសិនប៉ុន្តែនៅពេលដែលទទួលស្គាល់ជាសមាជិករបស់តុលាការព្រំប្រទានអន្តរជាតិសំណួរសួរមកវិញទៀតថាតើគេអាចស៊ើបអង្កេតបទល្មើសធាក់ថយបានទេព្រោះតុលាការនៅពេលដែលឧទាហរណ៍ថាថៃចូលជាសមាជិកតុលាការព្រំប្រទានអន្តរជាតិ2026ចាស់ចឹងតុលាការនេះមានសមត្ថកិច្ចបានយុត្តិការស៊ើបអង្កេតតែចាប់ពី2026ចឹងបទល្មើសដែលកើតឡើងនៅថៃពីមុនហ្នឹងក៏មិនអាចស៊ើបអង្កេតបានដែរចឹងវាអាស្រ័យទៅលើការបកស្រាយបន្ថែមទៀតឬយ៉ាងណានោះបាទបងប្អូនឥឡូវនេះខ្ញុំគិតថាការបកស្រាយជូនបងប្អូននេះគឺសង្ខេបត្រឹមប៉ុណ្ណឹងវាអាចវែងខ្លះដែរតែយ៉ាងណាបងប្អូនបានទទួលជ្រាបអំពីយុត្តាធិការរបស់តុលាការព្រំប្រទានអន្តរជាតិនិងការចាប់ខ្លួនហើយយើងដឹងហើយថាប្រទេសភូមាត្រូវបានដីការបស់តុលាការព្រំប្រទានអន្តរជាតិចេញកាលពីចុងឆ្នាំកន្លងទៅនេះពីខែវិច្ឆិកាឆ្នាំ2024នេះគឺចេញដីកាចាប់ឧត្តមសេនីយ៍មេយោធារដ្ឋបហាដែលជាបងប្អូនធរជាបងប្អូនធររបស់លោកហ៊ុនសែននោះតាក់ទងនឹងបទអក្រិតបល័យពូជសាសន៍សុំទោសប្រឆាំងមនុស្សជាតិធ្វើបាបធ្វើទុកបុកម្នេញជនជាតិរ៉ូហីញយ៉ានៅប្រទេសភូមាដែរប៉ុន្តែដីកានោះក៏មិនទាន់ចេញទេបានន័យថាព្រះអាជ្ញាស្នើសុំឲ្យចេញដីកាតើពេលណានឹងចេញដីកាហើយបើចេញមកតែគេសហការចាប់មេដឹកនាំប្រទេសភូមាយ៉ាងណាវាអាស្រ័យទៅលើកិច្ចសហការរបស់ប៉ូលីសអង្គតកូលហើយនឹងបើគាត់មកប្រទេសកម្ពុជាអាស្រ័យទៅលើសមានចិត្តនិងកាតព្វកិច្ចរបស់ប្រទេសកម្ពុជាតែយើងអនុវត្តជួយចាប់បានប៉ុណ្ណាតែប៉ុណ្្នឹងឯងបងប្អូនបាទតែយ៉ាងណាប្រទេសនៅអាស៊ានច្រើនណាស់ដូចខ្ញុំជម្រាបចឹងមិនស្ថិតនៅក្រោមយុត្តាធិការរបស់តុលាការព្រំប្រទានអន្តរជាតិទេដូច្នេះមេដឹកនាំដែលទទួលបានដីកាចាប់ខ្លួនពីតុលាការព្រំប្រទានអន្តរជាតិអាចទៅប្រទេសដែលមិនមាន
ជាសមាជិករបស់តុលាការនេះហើយនឹងអាចរួចខ្លួនក៏ប៉ុន្តែលើកលែងករណីពិសេសមួយដោយប្រទេសហ្វីលីពីនដោយសារតែមេដឹកនាំមិនត្រូវគ្នាធ្វើឲ្យមេដឹកនាំនៅប្រទេសហ្វីលីពីនសហការជាមួយប៉ូលីសអង់តាប៉ូលចាប់លោកឌីតាក់តេបានបញ្ជូនទៅតុលាការព្រំប្រទានអន្តរជាតិរឿងនេះវាមានភាពស្មុគស្មាញនិងគួរឲ្យចាប់អារម្មណ៍បងប្អូនប៉ុន្តែខ្ញុំសូមស្លេះការផ្សាយផ្ទាល់ត្រឹមប៉ុណ្ណេះហើយយើងនឹងជួបគ្នានៅក្នុងព័ត៌មាននៅក្នុងការផ្សាយផ្ទាល់លើក្រោយហើយនឹងព័ត៌មានថ្មីបន្ថែមទៀតបាទសូមអរគុណបងប្អូនហើយសូមជម្រាបលាបងប្អូនត្រឹមប៉ុណ្ណេះបាទសូមឲ្យបងប្អូនមានសុខភាពល្អគ្រប់គ្នា